ថ្ងៃនេះជាថ្ងៃចូលថ្ងៃជ័យថ្ងៃជាវេលាល្អថ្ងៃជាវេលាបានថ្ងៃអំណោយផលមែនទែនសម្រាប់ទូកដែលមានប៉ានាមថាចរីមាសាគរដែលចូលសែនជ័យដែលជាជើងខ្លាំងក្នុងឆ្នាំ2009ឥឡូវនេះបានវិលត្រឡប់ឡើងមកវិញហើយជាថ្ងៃនេះគឺជាថ្ងៃដែលគាត់បានត្រូវចុះទន្លេដើម្បីត្រៀមរលបឿនដើម្បីបង្អួតសម្រឡើងសារជាថ្មីសម្រាប់ចែកជូនដល់ប្រិយមិត្តជាអ្នកស្នេហាជាអ្នកគាំទ្ររបស់គាត់តផងដែរអញ្ចឹងហើយកំឡំមកកម្ពុជាមួយនេះតើនឹងទៅជាយ៉ាងណាលបឿនយ៉ាងណាអីយ៉ាងណាបាទតើលបឿនអាចនឹងថនថយជាងមុនឬក៏ល្អជាងមុនផងដែរអញ្ចឹងហើយយើងនឹងចាំតាមដានទាំងអស់គ្នាជាមួយនឹងខ្ញុំទាំងអស់គ្នានាវេលានៃថ្ងៃរសៀលនេះយើងនឹងជួបគ្នាជាមួយនឹងការរលបឿនទាំងអស់គ្នាជាមួយនឹងខ្ញុំជាមួយនឹងបងប្អូនយើងទាំងអស់គ្នាជាមួយនឹងបងប្អូនអ្នកមកកម្ពុជាយើងទាំងអស់គ្នាចាំមើលបងប្អូនយើងបាទអត់មើលលបឿនគាត់ទាំងអស់គ្នាជាជើងអាចមករូបនៅក្នុងឆ្នាំ2009ជាជើងខ្លាំងមករូបនៅក្នុងខេត្តកណ្ដាលតើយ៉ាងណាដែរតោះតាមដានទាំងអស់គ្នា